Chấm điệp số bóng bóngថ្ងៃនេះខ្ញុំបានទៅមើលកន្លែងផលិតជីកំប៉ុស្តគោកមួយកន្លែងនៅជាអំបញ្ញយើងនេះទេដោយលោកពូខាងម្ចាស់កន្លែងផលិតជីកំប៉ុស្តនេះគាត់ចង់ឲ្យខាងខ្ញុំជួយធ្វើម៉ាស៊ីនជូនគាត់សម្រាប់ប្រើលើការងារវាយជីកំប៉ុស្តហ្នឹងដោយគាត់ធ្វើការងារនេះគាត់ធ្វើជាង20ឆ្នាំហើយគឺគាត់ប្រើម៉ាស៊ីនកាត់ស្មៅមិញហ្នឹងបងប្អូនឃើញណាបាទគឺដោយសារយើងអត់មានម៉ាស៊ីនជាផ្លូវការសម្រាប់ធ្វើការងារហ្នឹងណាបាទហើយនេះបងប្អូនឃើញខ្ញុំកាន់នៅដៃនេះគឺផ្លែកបិតចាស់ៗដែលគាត់ឈប់ប្រើណាគាត់ប្រើអស់ប៉ុណ្ណឹងគឺគាត់ឈប់ប្រើហើយកុំឲ្យវាមានបញ្ហាគ្រោះថ្នាក់អញ្ចឹងការងារនេះគឺយើងប្រើម៉ាស៊ីនកាត់ស្មៅអញ្ចឹងវាកាប់បានបាទម៉ត់ល្អដែរគាត់ថាវាមិនមែនតួនាទីរបស់វាទេព្រោះម៉ាស៊ីនកាត់ស្មៅគេផលិតមកបាទសម្រាប់យកទៅកាត់ស្មៅបាទផ្លែកបិតរបស់វាណាហើយនឹងម៉ាស៊ីនរបស់វាហ្នឹងគឺភ្ជាប់ជាមួយគ្នាយកទៅកាត់ស្មៅហើយដល់ពេលយើងភ្ជាប់ជាមួយគ្នាយកទៅប្រើលើការងារវាយជីកំប៉ុស្តអញ្ចឹងវាទៅបាននេះបងប្អូនឃើញម៉ត់ឃើញផុយហ៎គាត់ថាវាយឺតអញ្ចឹងណាបាទអញ្ចឹងខ្ញុំទៅពិនិត្យវិច័យឲ្យច្បាស់លាស់ល្អិតល្អន់ដើម្បីយកមកពិភាក្សាជាមួយក្រុមការងារថាតើអានឹងត្រូវធ្វើបែបណាបាទរចនាផ្លែកបិតវាបែបម៉េចតឡើងតួបែបម៉េចដាក់កង់បែបម៉េចដើម្បីសម្រួលទៅលើការងារហ្នឹងឲ្យកាត់បន្ថយកម្លាំងពលកម្មបង្កើនផលិតភាពការងារច្រើនជាងមុនណាបាទហើយតម្លៃទៅលើគុណភាពគឺវាយម៉ត់ប៉ុណ្ណឹងគឺទទួលយកបានហើយបាទអញ្ចឹងបងប្អូនឃើញដូចកូនភ្នំហ្នឹងគឺគាត់កាយកផ្លោកកាយអីពីបឹងនោះបងប្អូនឃើញបឹងខាងអិចនោះគាត់កាយអាហ្នឹងយកមកគោអញ្ចឹងទៅហើយគាត់ពេលដែលវាពុកណាខាងក្រោមនេះវាចាប់ផ្ដើមពុកខាងក្រោមនេះអញ្ចឹងគាត់កាប់អាហ្នឹងច្រកបាវទៅយកទៅបោះលើទីផ្សារណាគាត់បោះដល់ធ្លាប់បោះដល់កំពង់សោមរតនគិរីអីដែរអាហ្នឹងតាមខ្ញុំអង្គុយជជែកជាមួយគាត់ណាបាទអញ្ចឹងអត់អីទេការងារហ្នឹងធ្វើបានបាទហើយបន្ទាប់ពីធ្វើទៅយើងនឹងធ្វើការតេស្តជូនបងប្អូនមើលទាំងអស់គ្នាណាតើវាបានកម្រិតណាបាទហើយរាល់ថ្ងៃនេះគឺគាត់ប្រើកម្មករកាត់ហ្នឹង3នាក់ណាកាប់នេះកាន់ម៉ាស៊ីនហ្នឹង3នាក់ហើយក្នុងមួយថ្ងៃបាន700កញ្ចប់បាទបាន700កញ្ចប់អញ្ចឹងយើងចាំមើលទាំងអស់គ្នាថាតើបន្ទាប់ពីម៉ាស៊ីនហ្នឹងហើយតើអាចមានលទ្ធភាពបាទកាត់បន្ថយចំនួនមនុស្សបានប៉ុន្មានអ្នកហើយផលិតក្នុងមួយថ្ងៃបានប៉ុន្មានកញ្ចប់ដែរអញ្ចឹងណាបាទអញ្ចឹងគឺនេះបងប្អូនគឺអត់មានដីទេតាមពិតនោះអត់មានដីទេគឺគាត់កាយតែស្មៅកផ្លោកអីសុទ្ធតែម្ដងចក់អីហ្នឹងចក់ពីលើទឹកនៅបឹងនោះគាត់កាយយកមកគោតាមពិតវាអត់មានដីទេប៉ុន្តែពេលវាពុកទៅយើងមើលដូចដីអញ្ចឹងព្រោះអានេះសំខាន់ណាបងប្អូនយកទៅប្រើលើដំណាំលើអីជាពិសេសអ្នកនៅពេញដាំផ្កាដាក់ផើងអីហ្នឹងគឺអត់អាចខ្វះទេជីនេះគឺត្រូវទៅទិញយកមកហើយបងប្អូនម្ចាស់ចំការធំក៏គាត់យកទៅប្រើដែរដាក់ជីហ្នឹងទៅដីវាអត់ក្តាំងទេដីវាផុសល្អណាវាមានដង្ហើមសម្រាប់រឹសដំណាំហើយនេះបងប្អូនគឺមានបឹងជាប់នឹងតែម្ដងអញ្ចឹងគាត់កាយវាហ្នឹងគាត់កាយពីបឹងមានចក់មានកផ្លោកមានអីអញ្ចឹងទៅចកាយយកមកដាក់គោលើគ្នាអញ្ចឹងណាហើយគាត់ធ្វើរាល់ថ្ងៃអញ្ចឹងបាទគាត់ធ្វើរាល់ថ្ងៃរាល់ខែរាល់ឆ្នាំចឹងអត់មានសម្រាប់ទេទាំងខែប្រាំងខែវស្សាគឺគាត់ធ្វើរហូតគាត់ធ្វើរាល់ថ្ងៃហ្នឹងបាទហើយគឺអត់ចេះអស់ទេភ្នំរបស់គាត់នេះគឺអត់ចេះអស់ទេព្រោះគាត់ចាក់គោរហូតណាចាក់គោពីលើរហូតអញ្ចឹងអាខាងក្រោមនេះវាពុកបដិញគ្នាអញ្ចឹងណាអញ្ចឹងគឺអត់ចេះរីងស្ងួតទេការងាររបស់គាត់នេះគឺមានរហូតណាផលិតផលរបស់គាត់នេះគឺអត់ចេះអស់ទេបាទអញ្ចឹងខ្ញុំកាយមើលទៅឃើញថាវាមានស្មៅខ្លះវាផុយបងប្អូនអត់ពិបាកទេប៉ុន្តែមានខ្លះមានឈើមានអីដែរនេះមានប្រពិនមេជើងមេដៃដែរណាឈើពុកណាអញ្ចឹងហើយអាផ្លែកបិតវាឆាប់រិលផ្លែកបិតកាត់ស្មៅហើយតែវាចាប់ដើមស្ដើងទៅគឺយើងឈប់ប្រើហើយតែប្រើខ្លាចវាមានបញ្ហាប៉ះមួយឈើងាប់ឈើអីទៅវានេះវាបាក់ផ្លែកបិតអីទៅមានបញ្ហាណាបាទអញ្ចឹងនេះបងប្អូនចាំមើលផ្លែកបិតនេះគឺតែមិនឆាប់ហើយទេប្រើបានមួយសបកវារិលណាបាទពេលដែលរិលគឺយកម៉ូទ័រដៃយកទៅឆាបហើយប្រើបានមួយសបកវារិលទៀតដែរបាទព្រោះអីមិនមែនការងាររបស់វាគឺកាត់ស្មៅបាទកាត់ស្មៅនៅរិលចុះតម្រាំ
យើងយកទៅកាប់អញ្ចឹងណាបាទអញ្ចឹងអរគុណច្រើនមែនតើបងប្អូនសម្រាប់វីដេអូមួយនេះហើយយើងនឹងចាំតាមដានទាំងអស់គ្នានៅពេលដែលម៉ាស៊ីននឹងហើយខ្ញុំនឹងទៅធ្វើការតេស្តផ្ទាល់ជូនបងប្អូនមើលណា